ជំរាបអ្នកគ្រូថ្ងៃនេះខ្ញុំអានរឿងខ្ញុំឈ្មោះសូម៉ូខ្ញុំមានមិត្តភក្តិ4នាក់ពួកគេឈ្មោះស៊ីឡូលីលីស៊ីអ៊ីសានិងយៀនដាស៊ីសូចូលចិត្តលេងបាល់លីលីចូលចិត្តហែលទឹកស៊ីសាចូលចិត្តលេងបិទពួនយៀនដាចូលចិត្តអានសៀវភៅខ្ញុំលេងបាល់ជាមួយស៊ីសូខ្ញុំហែលទឹកជាមួយលីលីខ្ញុំលេងបិទពួនជាមួយអ៊ីស៊ីសាតើឯងចូលចិត្តលេងអ្វីមកលេងបាល់ជាមួយយើងមកហែលទឹកជាមួយយើងក៏មកលេងបិទពួនជាមួយខ្ញុំក៏មកអានសៀវភៅជាមួយខ្ញុំក៏អូនមើលហើយម៉ាក់ជឿហើយកូនតែយកមកញ៉ាំយកអីចាក់អត់ពេញនោះអ្នកណាដាក់ចាក់ជំរាបអ្នកគ្រូ